បាទសូមគោរពនឹងជំរាបសួរស្វាគមន៍ប្រិយមិត្តមកកាន់ Channel SA ប្រឡងស្នេហ៍ថ្ងៃនេះខ្ញុំបានទទួលសាច់រឿងមួយថ្មីអំពីប្អូនស្រីម្នាក់ដែលគាត់បានចែករំលែកអំពីរឿងជីវិតស្នេហារបស់គាត់ពិតជាស្ដែងបងប្អូនធ្លាប់គិតមើលទេថានៅពេលដែលយើងរៀបការជាមួយមនុស្សដែលខ្លួនមិនស្រឡាញ់តើយើងមានអារម្មណ៍បែបណាមួយវិញទៀតប្រសិនបើអាពាហ៍ពិពាហ៍នោះកើតឡើងអំពីការបង្ខិតខំរបស់ពុកម្ដាយទាំងខ្លួនដែលមិនស្រឡាញ់ដៃគូរបស់ខ្លួនតើយើងជ្រើសរើសបែបណាសម្រេចចិត្តបែបណាមួយវិញទៀតប្រសិនបើយើងព្រមរៀបការហើយប៉ុន្តែការរៀបការនោះវារស់នៅមិនចុះសម្រុងនឹងគ្នាហើយត្រូវទទួលរងសម្ពាធសពបែបយ៉ាងតើយើងនឹងគួរដោះស្រាយយ៉ាងណានៅក្នុងវីដេអូនេះសង្ឃឹមថាបងប្អូននឹងទទួលបានអំពីបទពិសោធន៍និងរសជាតិជីវិតមួយថ្មីមួយផ្សេងទៀតហើយក៏ដូចជាទទួលបាននូវដំណោះស្រាយមួយក្នុងរឿងជីវិតរបស់បងស្រីផងដែរសម្រាប់បងប្អូនថ្មីដែលមិនទាន់បានជួយចុច Subscribe នៅ Channel របស់ខ្ញុំសូមជួយចុច Subscribe ម្នាក់មួយដើម្បីទទួលបាននូវវីដេអូថ្មីពី Channel របស់ខ្ញុំបាទអរគុណច្រើនសម្រាប់បងប្អូនប្រិយមិត្តថ្ងៃនេះបងប្អូនទាំងអស់គ្នាសុខទុក្ខយ៉ាងម៉េចដែរដោយសារតែរដូវនេះគឺជារដូវវស្សាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងសុខសប្បាយទាំងអស់គ្នាហើយប្រសិនបើបងប្អូនធ្វើដំណើរពីចិត្តពីឆ្ងាយក៏សូមតែទទួលបាននូវសេចក្តីសុខហើយនឹងការធ្វើដំណើរមានសុវត្ថិភាពនៅក្នុងសាច់រឿងនេះគឺអូនស្រីម្នាក់បច្ចុប្បន្ននេះគាត់មានវ័យប្រមាណជា21ឆ្នាំហើយគាត់រស់នៅខេត្តបាត់ដំបងបាទអូនស្រីគឺមានបងប្អូនប្រុសស្រីចំនួន3នាក់មានថាគាត់ជាកូនស្រីច្បងបាទហើយ2នាក់ទៀតគឺជាប្អូនប្រុសរបស់គាត់អូនស្រីគាត់បានរៀបរាប់ថាគាត់រស់នៅជាមួយម្ដាយរបស់គាត់បាទនៅពេលដែលឪពុករបស់គាត់ហ្នឹងបានចែកឋានទៅកំឡុងពេលដែលគាត់មានអាយុទើបតែ15ឆ្នាំនៅពេលដែលឪពុករបស់គាត់បានលាចាកលោកទៅគឺគាត់រស់នៅជាមួយម្ដាយដែលជាស្ត្រីមេម៉ាយហ្នឹងគឺមានដីស្រែចម្ការមួយចំនួនសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតរស់នៅអូនស្រីបានបញ្ជាក់ថានៅពេលដែលគាត់មានវ័យ18ឆ្នាំពេលនោះម្ដាយរបស់គាត់ក៏បានយកប្តីមួយទៀតបាទអញ្ចឹងគាត់បានរស់នៅធ្វើស្រែចម្ការជាមួយឪពុកចុងរបស់គាត់ក៏ដូចជាម្ដាយបង្កើតរបស់គាត់ហ្នឹងនៅឆ្នាំ2000ថា25បាទវាថាមានបរិសម្នាក់បានចូលស្ដីទៅនឹងគាត់ប៉ុន្តែបរិសម្នាក់ហ្នឹងគឺគាត់អត់ស្រឡាញ់ទេអត់ស្រឡាញ់ដោយហេតុថាទី1បរិសម្នាក់ហ្នឹងគឺអត់មានការងារធ្វើអត់មានមុខរបរច្បាស់លាស់ទី2គឺជាក្មេងដែលញៀនឆ្នាំផងដែរអញ្ចឹងនៅពេលដែលគាត់វ័យ18ឆ្នាំហ្នឹងម្ដាយរបស់គាត់បានព្យាយាមបញ្ចុះបញ្ចូលគាត់បង្ខំគាត់ឲ្យព្រមរៀបការជាមួយបរិសម្នាក់នោះប៉ុន្តែគាត់បដិសេធគាត់មិនព្រមទទួលយកជាដាច់ខាតពេលនោះហើយដែលធ្វើឲ្យអូនស្រីហ្នឹងគាត់សម្រេចចិត្តចាក់ចេញពីផ្ទះទៅរស់នៅជាមួយជីដូនរបស់គាត់នៅឯខេត្តសៀមរាបបាទចឹងអូនស្រីគាត់បានរស់នៅជាមួយជីដូនហ្នឹងប្រហែលជា7ឆ្នាំគាត់ក៏បានវិលត្រឡប់មកផ្ទះសម្បែងវិញហើយនៅកំឡុងឆ្នាំហៅថាខែ2 2026គឺមានបុរសដែលជាអ្នកចិត្តខាងហ្នឹងគឺបានចូលស្ដីដណ្ដឹងគាត់ទៅតាមម្ដាយឪពុករបស់គាត់ផងដែរអញ្ចឹងនៅពេលហ្នឹងគាត់ក៏បានសម្លឹងមើលថាបុរសហ្នឹងគឺគេមិនមានបញ្ហាអីទេវាថាគេក៏មានដីស្រែចម្ការធ្វើហើយគេក៏ជាបុរសមួយដែលមិនភ្លើតភ្លើននឹងផ្ទះដាស់ជាមួយនឹងរឿងញៀនឬក៏លបែងអបាយផ្សេងៗដែរប៉ុន្តែពេលហ្នឹងបងអូនស្រីគាត់ថាគាត់ក៏មិនបានស្រឡាញ់បុរសអ្នកហ្នឹងដែរប៉ុន្តែដោយសារតែគាត់អាណិតម្ដាយរបស់គាត់ហើយម្ដាយរបស់គាត់ក៏បានព្យាយាមបញ្ចុះបញ្ចូលគាត់
ខិតខំគាត់ជាលើកទី2ដើម្បីឲ្យគាត់នឹងព្រមទទួលយកបុរសក្រោយនឹងជាស្វាមីចឹងនៅពេលដែលគាត់ទទួលយកបុរសក្រោយនឹងហើយគាត់បានប្រាប់ទៅម្ដាយគាត់ថាយើងកុំព្យាយាមថារៀបការលុយកាក់នឹងឲ្យអស់ពេកអាចគាត់ថាបើសិនជំនិតគាត់ថាត្រឹមតែមកសែនឲ្យចាស់ទុំដឹងលឺនឹងសងខាងបានហើយសុខចិត្តទុកលុយហ្នឹងគឺរកស៊ីប៉ុន្តែម្ដាយឪពុកខាងគាត់នេះគឺមិនសុខចិត្តទេគាត់សុខចិត្តធ្វើឲ្យវិហឹកហាក់ពេញមុខពេញមាត់ទាំងខាងប្រុសក៏ដូចគ្នាដែរអញ្ចឹងនៅពេលដែលគាត់រៀបការហើយហ្នឹងឯងវាថាបណ្ដាការទាំងប្រមាណគឺសងទៅគេក៏មិនគ្រប់ហើយត្រូវទៅពាក់គេមួយចំនួនផ្សេងទៀតអញ្ចឹងនៅពេលដែលគាត់រៀបការហើយហ្នឹងម្ដាយបង្កើតរបស់គាត់ហ្នឹងឲ្យគាត់នៅផ្ទះបានតែ3ថ្ងៃគាត់ក៏បានបង្ខំឲ្យគាត់ហ្នឹងចាក់ចេញពីផ្ទះហ្នឹងទៅរស់នៅខាងប្រុសចំណែកខាងប្អូនស្រីគាត់បានរៀបរាប់ថានៅពេលដែលគាត់ការហើយហ្នឹងយកទី1ទី2ទី3គឺប្តីរបស់គាត់គឺគាត់មិនបានឲ្យរួមរំលែកជាមួយទេហេតុផលថាម៉េចហេតុផលថាគាត់ត្រៀមចិត្តត្រៀមកាយមិនទាន់ទទួលយកបានគាត់ថាបើសិនជាការប៉ះពាល់ស្ទាបអោបអង្អែលរាងកាយខាងក្រៅគាត់ឲ្យបានប៉ុន្តែរឿងការរួមរំលែកស៊ីជម្រៅគឺគាត់មិនអាចឲ្យបានទេអញ្ចឹងពេលនោះគាត់ថាខាងប្តីរបស់គាត់ក៏អត់ប្រកែកអត់តវ៉ាអត់បន្ទោសស្រាយដែរគឺព្រមទទួលយកការសម្រេចចិត្តរបស់ប្អូនស្រីអញ្ចឹងនៅពេលដែលគ្រប់3ថ្ងៃហ្នឹងគាត់ក៏បានរៀបចំបង្វិចខោអាវហ្នឹងទៅរស់នៅខាងប្តីរបស់គាត់ពេលដែលទៅរស់នៅខាងប្តីរបស់គាត់បាទចូលដល់យប់ទី5ទី6ហ្នឹងគាត់ក៏មិនទាន់ឲ្យប្តីរបស់គាត់ដែរគាត់នៅតែនិយាយដដែលថាសូមឲ្យគាត់គិតឬក៏ហៅថាសុំនៅខ្លួនមួយហ្នឹងមួយរយៈទៀតសិនកុំអានតន់ប៉ះពាល់ខ្លួនប្រាណរបស់គាត់ដល់កម្រិតស៊ីជម្រៅអញ្ចឹងខាងប្តីរបស់គាត់ហ្នឹងក៏គាត់យល់ព្រមទៀតបងប្អូនគាត់អត់ថាអីទេអញ្ចឹងនៅពេលដែលស្អែកឡើងហ្នឹងម្ដាយរបស់ម្ដាយក្មេករបស់គាត់បានសួរទៅប្តីរបស់គាត់ថាមិនដែរកូនការហើយមួយសប្តាហ៍តើការរស់នៅជាមួយគ្នាជាប្តីប្រពន្ធហ្នឹងយ៉ាងម៉េចដែរមានចុកទុកយ៉ាងម៉េចអញ្ចឹងគាត់ថាពេលហ្នឹងប្តីរបស់គាត់ក៏បានប្រាប់ទៅម្ដាយក្មេករបស់គាត់ថាការហើយប្រហែលមួយសប្តាហ៍នេះគឺពួកគាត់រស់នៅជាបែបប្តីប្រពន្ធប៉ុន្តែមិនបានរួមរំលែកស៊ីជម្រៅនោះទេពេលនោះម្ដាយក្មេករបស់គាត់បានសួរមកកាន់គាត់ថាហេតុអីបានជាកូនឯងការហើយមួយសប្តាហ៍ហើយមិនឲ្យប្តីដេកនៅជាមួយខ្លួនអញ្ចឹងពេលនោះគាត់ជាមនុស្សស្រីកំមុំគាត់មានការអៀនព្រៀនដែរគាត់ក៏បានថាខ្ញុំហៅថាមិនអាចទាន់បានចាប់ផ្ដើមរឿងនឹងភ្លាមអញ្ចឹងសូមឲ្យខ្ញុំនៅមួយរយៈពេលទៀតអញ្ចឹងណាគាត់ក៏បានបញ្យល់ប្រាប់ទៅម្ដាយក្មេកបែបហ្នឹងបាទអញ្ចឹងដល់ពេលថ្ងៃទី8ហ្នឹងគាត់ថាគាត់ក៏មកថ្ងៃខែអញ្ចឹងនៅពេលដែលគាត់មកថ្ងៃខែគាត់ថាធម្មតាគាត់មកជាទូទៅចន្លោះពី5ថ្ងៃទៅមួយសប្តាហ៍មួយថ្ងៃខែគាត់នឹងអស់អញ្ចឹងវាចៃដន្យអីនៅពេលដែលគាត់មកថ្ងៃខែហ្នឹងគាត់មិនបានឲ្យដៃគាត់គេនៅជាមួយទេពីព្រោះការដែលគាត់មកថ្ងៃខែហ្នឹងគឺវាធម្មតាបងប្អូនព្រោះវាអាចមានក្លិនអីមិនល្អបាទអញ្ចឹងគាត់ក៏មិនឲ្យគេនៅជាមួយដែរអញ្ចឹងជាហេតុនេះហើយដែលធ្វើឲ្យម្ដាយក្មេកគាត់ជជែកសួរទៀតថាតើកូនឯងគិតមិនកូនឯងអត់ឲ្យប្តីអីគេនៅជាមួយសោះហើយបើនៅតែអញ្ចឹងទេគឺម្ដាយមិនអាចទទួលយកបានទេពីព្រោះម្ដាយខំការកូនឯងអស់លុយមួយចំនួនធំការហើយជាពាក់គេទៀតហើយសង្ឃឹមថាកូនហើយនឹងប្តីរបស់កូនហ្នឹងនឹងរស់នៅចុះសម្រុកគ្នាហើយមានកូនមានចៅក៏ពូជពងទៅថ្ងៃក្រោយបាទបន្ទាប់មកគឺនៅពេលស្អែកគាត់ក៏បាន
ថាទាំងប្តីគាត់ទាំងម្ដាយក្មេងនេះគឺទៅដកដំឡូងបាទអញ្ចឹងមានថាដកដំឡូងដកអីប្រមូលផលឡើងអស់វាថាគាត់មកថ្ងៃខែគាត់អត់អត់ដែរអញ្ចឹងទៅពេលនោះហើយពេលយប់ឡើងគាត់ក៏បានគេងនៅជាមួយប្តីរបស់គាត់ដែរដល់ពេលស្អែកឡើងម្ដាយក្មេងនឹងព្យាយាមទៅជីកសួរគាត់ទៀតទោះថាតដែលថាគាត់ឯងគិតមិនលើចូលដល់ថ្ងៃ12 13ហើយចិត្ត2 សប្តាហ៍ហើយនៅតែបានគេងនៅជាមួយគ្នាបានទៀតអញ្ចឹងពេលនោះបងអូនស្រីក៏គាត់ព្យាយាមបញ្យល់ម្ដាយរបស់គាត់ថាម៉ែខ្ញុំមកថ្ងៃខែមកថ្ងៃខែនេះវាអត់ទាន់អស់ទេអញ្ចឹងខ្ញុំក៏មិនទាន់ឲ្យប្តីខ្ញុំគេងនៅជាមួយខ្ញុំដែរស្រាប់តែពេលហ្នឹងគឺម្ដាយក្មេងរបស់គាត់ហ្នឹងចាប់ផ្ដើមគំរាមគាត់ថាបើកូនឯងមិនឲ្យគេងនៅជាមួយទេគាត់នឹងឲ្យប្តីរបស់អូនស្រីហ្នឹងលែងគាត់ហើយគាត់នឹងទាមទារសំណងបណ្ដាការទាំងអំបើបានដែលគាត់បានប្រកបចឹងពេលនោះធ្វើឲ្យបងអូនស្រីហ្នឹងគឺពិបាកចិត្តយ៉ាងខ្លាំងដោយសារណាមួយគាត់ត្រូវមករស់នៅជាមួយម្ដាយក្មេងជាមួយនឹងខាងប្តីអ្វីគាត់ត្រូវពឹងទៅលើខាងប្តីហើយទាំងគាត់នៅមិនអាចទទួលយកហៅថាសមទៅនឹងការត្រៀមចិត្តត្រៀមកាយរស់នៅជាមួយប្តីផងហើយចៃដន្យតែគាត់មកថ្ងៃខែដោយឡែកនៅពេលដែលគាត់ជួបបញ្ហាបែបនេះគាត់ព្យាយាមតាក់ទងទៅម្ដាយរបស់គាត់ដើម្បីព្យាយាមរកដំណោះស្រាយពេលនោះម្ដាយរបស់គាត់ហ្នឹងបានឆ្លើយប្រាប់មកគាត់ទម្លាក់បន្ទុកមកលើគាត់ថាបើកូនឯងលែងលះការសងបណ្ដាការទាំងបើមានកូនឯងជាអ្នកទទួលខុសត្រូវទៅអញ្ចឹងពេលដែលគាត់ព្យាយាមសុំរកជំនួយពីម្ដាយរបស់គាត់គឺមិនបានទទួលបាននៅចម្លើយមួយដ៏សមស្របតែបែរជាទទួលបាននៅចម្លើយវាយបកឲ្យគាត់ធ្វើការបាក់ទឹកចិត្តយ៉ាងខ្លាំងអញ្ចឹងនៅពេលនោះម្ដាយក្មេងរបស់គាត់ហ្នឹងក៏បានដាក់ពាក្យបណ្ដឹងទៅខាងឃុំដើម្បីហៅគាត់នឹងចូលទៅដោះស្រាយអំពីការរស់នៅនិងចុះសម្រុងទំនេរនេះពេលហ្នឹងអូនស្រីគាត់ថាគាត់ពិបាកចិត្តមែនតើគាត់មានអារម្មណ៍ stress ហើយគាត់ចង់តែគិតខ្លីគាត់ចង់តែសម្លាប់ខ្លួនដោយសារតែទី1គឺគាត់មិនដឹងថាតើគាត់គិតច្រកណាគាត់រកដំណោះស្រាយបែបណាប្រសិនបើគាត់លែងលះជាមួយប្តីរបស់គាត់តើគាត់មានលុយឯណាមកសងគេអាណាឪពុកខាងគាត់ក៏គេមិនទទួលខុសត្រូវក៏គេមិនដឹងឬរឿងហ្នឹងអញ្ចឹងឲ្យធ្វើឲ្យគាត់ពិបាកចិត្តមែនទែនបាទអញ្ចឹងគាត់ក៏ព្យាយាមស្វែងរកជំនួយគ្រប់ច្រកល្ហកដើម្បីធ្វើការសម្រេចចិត្តអញ្ចឹងក្នុងសាច់រឿងនេះអូនស្រីគាត់ក៏បានហៅថាសុំយោបល់ពីខ្ញុំប៉ុន្តែសង្ឃឹមថាបងប្អូនប្រិយមិត្តនៅក្នុងchannel របស់ខ្ញុំនេះបើសិនបានទស្សនាសូមជួយផ្ដល់មតិយោបល់បន្ថែមឬក៏កែលម្អបន្ថែមបើសិនបើមានរឿងរ៉ាវដូចបងស្រីក្នុងសាច់រឿងនេះខ្ញុំបានផ្ដល់ជាដំណោះស្រាយមួយចំនួនដល់បងស្រីទី1អានេះជាដំណោះស្រាយទី1ប្រសិនបើបងស្រីមិនស្រឡាញ់បុរសម្នាក់នឹងអូនស្រីគួរតែប្រកែកហើយប្រកែកទៀតតាំងពីលើកដំបូងតាំងពីគេមិនទាន់បង្គាប់បណ្ដាការឬក៏មុនពេលដែលយើងរៀបការអញ្ចឹងសម្រាប់វីដេអូនេះវាហាក់បីដូចជាដំណោះស្រាយមួយយឺតសម្រាប់អូនស្រីប៉ុន្តែជាដំណោះស្រាយមួយសម្រាប់អូនឬក៏បងស្រីឬក៏អូនឬក៏បងប្រុសដូចគ្នាដែរសម្រាប់ចិត្តឲ្យច្បាស់លាស់មុននឹងយើងទទួលយកនរណាម្នាក់មកធ្វើជាគូអនាគតនោះដំណោះស្រាយទី1ដំណោះស្រាយទី2អូនស្រីគួរតែជជែកជាមួយនឹងស្វាមីបាទប្រាប់គាត់ថាតើបងស្រីទុកពេលវេលាប្រហែលថ្ងៃទៀតដើម្បីឲ្យបងប្រុសឬក៏បងប្រុសហ្នឹង
គាត់ត្រៀមខ្លួនត្រៀមកាយដើម្បីទទួលយកហេតុផលរបស់យើងហើយដើម្បីត្រៀមចិត្តក្នុងការរួមរស់ជីវិតជាប្តីប្រពន្ធរបស់យើងទៅថ្ងៃខាងមុខមួយវិញទៀតអូនស្រីទៅត្រូវបញ្ជាក់ហេតុផលទៅម្ដាយក្មេកបានច្បាស់ថាអូនស្រីមិនមែនថាមិនស្រឡាញ់ប្តីទេស្រឡាញ់ប៉ុន្តែសូមចិត្តសូមពេលប្រាប់អំពីមូលហេតុទី1បញ្ហាសុខភាពទី2បញ្ហាថាយើងមកថ្ងៃខែយើងមកអីនេះយើងមិនអាចរស់នៅជាមួយនឹងប្តីរបស់យើងបានទេប្រាប់ហេតុផលនេះឲ្យម្ដាយក្មេកគាត់យល់អំពីសុខទុក្ខរបស់យើងចំណុចទី3ស្នេហាវាមិនអាចកើតឡើងពីការចាប់បង្ខំបានទេប៉ុន្តែនៅក្នុងសាច់រឿងរបស់អូនស្រីនេះអូនស្រីគួរពិចារណាបើតាមស្ដាប់សាច់រឿងនេះប្អូនប្រុសឬក៏ម្ដាយក្មេកគាត់ក៏មិនមែនជាមនុស្សដែលរឹងទទឹងឬក៏ពិបាកនិយាយគ្នាដែរប្រសិនបើប្អូនប្រុសនោះគាត់មិនស្រឡាញ់ប្អូនស្រីហើយប្រសិនបើម្ដាយក្មេកនោះគាត់មិនពេញចិត្តនឹងប្អូនស្រីឬក៏មិនពេញចិត្តនឹងកូនប្រសាតើគាត់សុខចិត្តចំណាយពេលវេលាចំណាយធនធានខ្ចីលុយគេមករៀបការជាមួយប្អូនស្រីទេចម្លើយពិតជាអត់អញ្ចឹងប្អូនស្រីគួរគិតឡើងវិញអំពីសន្តានចិត្តរបស់ប្តីរបស់យើងក៏ដូចជាសន្តានចិត្តរបស់ម្ដាយក្មេករបស់យើងដែលគាត់ស្រឡាញ់យើងពេញចិត្តយើងទើបគាត់ទទួលយកយើងជាប្រពន្ធជាកូនប្រសាចំណុចទី3អូនស្រីគួរគិតមើលស្នេហាមិនមែនជាស្នេហាមួយដែលស្រឡាញ់គ្នាបដូរផ្ដាច់ប៉ុន្តែយើងមិនមានការងារយើងមិនមានធនធានយើងមិនមានមុខរបរស្នេហាហ្នឹងក៏ជឿជាក់ថាវាមិនអាចជាស្នេហាមួយដែលថិតថេរយូរអង្វែងដែរអញ្ចឹងស្នេហាដែលថិតថេរយូរអង្វែងគឺយើងត្រូវធ្វើយ៉ាងម៉េចចម្បាច់បញ្ចូលគ្នាទាំងមនោចេតនាទាំងអារម្មណ៍ទាំងបេះដូងដើម្បីយើងអាចទទួលយកគ្នាហើយយើងអាចសន្តិទានឲ្យគ្នាទៅវិញទៅមកយើងបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមកហើយបងអូនស្រីខ្ញុំជឿថាអាចចំណានបងអូនស្រីពិចារណាម្ដងទៀតដោយអ្វីដែលខ្ញុំបានលើកឡើងអញ្ចឹងអូនស្រីព្យាយាមពិភាក្សាជាមួយប្តីជាមួយនឹងម្ដាយក្មេកហ្នឹងនៅពេលដោះស្រាយគ្នានៅឃុំហ្នឹងហើយប្រាប់ទៅអាជ្ញាធរភូមិឃុំអំពីមូលហេតុហេតុផលដែលយើងមិនចោះសម្រុងមិនចោះរំលែកជាមួយប្តីរបស់យើងកំឡុងពេលដែលយើងរៀបការហើយហ្នឹងបាទដើម្បីធ្វើការសម្របសម្រួលធ្វើការផ្សព្វផ្សាយគ្នាឲ្យបងអូនស្រីគិតឡើងវិញប្រសិនបើអាចចំណុចចិត្តយើងគួរពិចារណាបូកដកគុណចែកថាតើបើយើងលែងលះគ្នាវាចំណេញអត់ប្រសិនបើយើងរួមរស់ជាមួយគ្នាបន្តទៀតតើវាបានចំណេញឬក៏វាខាតអញ្ចឹងសូមបងអូនស្រីគិតសម្រាប់ដំណោះស្រាយទាំងអស់នេះបាទអូនស្រីរកណាបានទៀតសម្រាប់ប្តីឬក៏ម្ដាយក្មេកបែបនេះហើយបើសិនជាបងអូនស្រីវិលទៅរកម្ដាយបង្កើតឬជាពុកចុងវិញតើគាត់ទទួលយកបងអូនទេតើគាត់ទទួលខុសត្រូវនៅលើរឿងជីវិតរបស់បងអូនទេអញ្ចឹងសម្រាប់សាច់រឿងនេះអូនស្រីគិតពិចារណាឡើងវិញហើយធ្វើការសម្រេចចិត្តដោយខ្លួនឯងគ្មាននរណាម្នាក់ទទួលខុសត្រូវជោគវាសនារបស់ខ្លួនក្រៅពីខ្លួនឯងទេអ្នកដទៃឬក៏អ្នកជុំវិញខ្លួនយើងគាត់បានតែផ្ដល់ជាដំណោះស្រាយដល់ជាមតិក្នុងការចូលរួមប៉ុន្តែអ្វីគឺស្ថិតនៅលើបងអូនជាអ្នកធ្វើការសម្រេចចិត្តបាទអញ្ចឹងសម្រាប់វីដេអូខ្ញុំនេះចែករំលែកនៅរឿងរ៉ាវត្រឹមប៉ុណ្នេះហើយក៏ដូចជាផ្ដល់នៅដំណោះស្រាយមួយចំនួនសម្រាប់ប្រិយមិត្តក៏ដូចជាទស្សនិកជនសម្រាប់ការពិចារណានៅក្នុងរឿងជីវិតស្នេហាមួយនេះជាចុងក្រោយសូមថ្លែងអរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយសូមកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំមួយដើម្បីទទួលបាននូវវីដេអូថ្មីៗបាទសូមអរគុណ